ងួនជាងមួយពាន់ឆ្នាំមុននៃបេះដូងអាស៊ីអាគ្នេយ៍អាណាចក្រខ្មែរបានឈានដល់កំពូលនៃសេរីភាពនិងភាពរុងរឿងដែលមនុស្សជំនាន់ក្រោយស្ទើរតែមិនអាចស្មានដល់ទីក្រុងអង្គរគឺជាមជ្ឈមណ្ឌលនៃអំណាចទីក្រុងដ៏ធំធេងមានប្រាសាទដ៏អស្ចារ្យប្រព័ន្ធទឹកធំទូលាយនិងទីផ្សារមមាញឹកនិងសកម្មបំផុតក្នុងលោកវាជាភាព civilisation មួយដែលអាចប្រកួតប្រជែងជាមួយអំណាចធំលើពិភពលោកបាននៅពេលនោះព្រះរាជាខ្មែរប្រកាសខ្លួនជាទេវរាជាមគ្គភ្ជាប់រវាងមនុស្សនិងទេវតាប្រាសាទថ្មធំត្រូវបានសាងសង់ឡើងដោយភ្នំសួរបង្ហាញទាំងជំនឿសាសនានិងអំណាចនយោបាយចាប់ពីសតវត្សទី9ដល់ទី13អង្គរយសោធរបុរៈគឺជាបេះដូងនៃអាណាចក្រខ្មែរព្រះបាទជ័យវរ្ម័នទី2បានបង្កើតអាណាចក្រនេះនៅឆ្នាំ802នៃគ្រិស្តសករាជដោយយកគំនិតសាសនាហិណ្ឌូដែលមានភ្នំព្រះមេរុជាចំណុចកណ្ដាលនៃពិភពលោកក្រោយមកព្រះបាទសូរ្យវរ្ម័នទី2បានសាងសង់អង្គរវត្តដែលជាប្រាសាទធំបំផុតក្នុងលោកឧទ្ទិសដល់ព្រះវិស្ណុជញ្ជាំងប្រាសាទបង្ហាញរឿងព្រេងយុទ្ធសាស្ត្រអប្សរានិងការកូរទឹកដោះសមុទ្រដែលបង្ហាញពីសិល្បៈខ្មែរដ៏ល្ហកបន្ទាប់មកព្រះបាទជ័យវរ្ម័នទី7បានសាងសង់អង្គរធំនិងប្រាសាទបាយ័នដែលមានមុខជាស្នាមញញឹមមើលទៅគ្រប់ទិសដៅបង្ហាញពីព្រះអង្គជាអ្នកថែរក្សាប្រជាជនអង្គរមិនត្រឹមតែរីកចម្រើនផ្នែកសាសនាទេប៉ុន្តែក៏រីកចម្រើនផ្នែកសេដ្ឋកិច្ចផងដែរប្រព័ន្ធទឹកដ៏ស្មុគស្មាញអាចគាំទ្រប្រជាជនដល់ជាង1លាននាក់លើពាណិជ្ជកម្មនាំមកនូវសូត្រផ្សៃក្រអូបនិងមាសធ្វើឲ្យអង្គរក្លាយជាមជ្ឈមណ្ឌលអំណាចនិងសម្បត្តិធំអស្ចារ្យនិងមហិមាបំផុតក្នុងលោកប៉ុន្តែសេរីរុងរឿងទាំងនេះតែងតែនាំមកនូវការចង់បាននិងការប្រកួតប្រជែងជានិច្ចបញ្ហាខាងក្នុងចាប់ផ្ដើមកើតឡើងប្រជាជនកើនឡើងប្រព័ន្ធទឹកចាប់ផ្ដើមមានបញ្ហាបរិយាកាសប្រែប្រួលហើយសាសនាពុទ្ធថេរវាទបានបន្ថយអំណាចទេវរាជាក្រោយព្រះបាទជ័យវរ្ម័នទី7អំណាចកណ្ដាលចាប់ផ្ដើមខ្សោយព្រះបាទឥន្ទ្រាវរ្ម័នទី2មិនអាចរក្សាអំណាចដូចមុនបានបន្ទាប់មកព្រះបាទជ័យវរ្ម័នទី8បានបំផ្លាញរូបព្រះពុទ្ធនិងត្រឡប់ទៅសាសនាហិណ្ឌូវិញបង្កការបែកបាក់ក្នុងសង្គមឆ្នាំ1295ព្រះបាទឥន្ទ្រាវរ្ម័នទី3បានដណ្ដើមអំណាចបង្ហាញថាការប្រកួតរាជ្យកើតឡើងជាបន្តបន្ទាប់ការបែកបាក់ផ្ទៃក្នុងការផ្លាស់ប្ដូរស្ដេចញឹកញាប់ធ្វើឲ្យអាណាចក្រខ្មែរខ្សោយយ៉ាងខ្លាំងនៅខាងក្រៅសត្រូវក៏ចាប់ផ្ដើមកើនឡើងចំប៉ាបានវាយលុកអង្គរនៅឆ្នាំ1177ទោះបីខ្មែរវាយយកវិញបានក៏វាបង្ហាញ